ប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកកឹមសុខាចាប់ផ្ដើមសរសើររដ្ឋាភិបាលរបស់លោកហ៊ុនសែនក្រោយពីទទួលបានការលើកលែងទោសនិងស្របពេលដែលស្ថានភាពនយោបាយចាប់ផ្ដើមថយកម្ដៅលោកលើកសរសើរថារដ្ឋាភិបាលលោកហ៊ុនសែនកំពុងដើរលើផ្លូវត្រូវក្នុងវិស័យកីឡាចំណែកបកកណ្ដាលអំណាចដែលទទួលបានការសរសើរមិនបង្ហាញការភ្ញាក់ផ្អើលទេដោយគ្រាន់តែយល់ថាលោកកឹមសុខាចាប់ផ្ដើមនិយាយការពិតលោកប្រាជ្ញារាយការណ៍ព័ត៌មាននេះជាសារកម្ររបស់ប្រមុខគណៈបកប្រឆាំងដែលធ្លាប់តែរិះគន់រដ្ឋាភិបាលគ្រប់វេទិកានោះបែរជាមកចាប់ផ្ដើមប្រាប់អ្នកគាំទ្ររបស់ខ្លួនថារដ្ឋាភិបាលរបស់លោកហ៊ុនសែនមិនមែនធ្វើអ្វីមិនបានទាំងអស់នោះទេមិនថារដ្ឋាភិបាលអត់ធ្វើបានអត់លើវិស័យកីឡាគឺយើងស្គាល់មែនទេមែនទេបងប្អូនឃើញចឹងវិស័យកីឡាយើងមកយើងទៅយកមេដៃមានមេដៃសំខាន់ណាហើយកីឡានេះហើយជាកិត្តិយសរបស់ប្រទេសជាតិមកបាទប៉ុន្តែការរំលោភសិទ្ធិមនុស្សគឺជាការបង្អាក់ប្រទេសជាតិឯងវាប្រឆាំងគ្នាចឹងបើយើងទៅរកសិទ្ធិមនុស្សទៀតហើយយើងពីកីឡាយើងជឿនឿនទៀតកីឡាយើងអ្វីទៀតរដ្ឋាភិបាលកំពុងតែដើរទៅគឺលើវិស័យកីឡាហើយគឺកីឡាយើងកំពុងតែល្បីហើយដល់ផងសម្រាប់នេះយើងសូមចូលរួមអបអរសាទរឲ្យចង់ប្រកាសចាត់ទុកការសម្រាប់វិស័យលោកកឹមសុខាថ្លែងបែបនេះក្នុងទិវាសិទ្ធិមនុស្ស10ធ្នូដែលគណៈបកសង្គ្រោះជាតិប្រពនៅទីស្នាក់ការកណ្ដាលរបស់ខ្លួននៅព្រឹកថ្ងៃទី10ខែធ្នូដែលមានអ្នកចូលរួមប្រមាណ500នាក់សារនយោបាយរបស់លោកកឹមសុខាបែបនេះស្របពេលដែលលោកហ៊ុនសែននិងលោកកឹមសុខាចាប់ផ្ដើមចាប់ដៃគ្នាឡើងវិញដើម្បីបញ្ចប់ចំនួនរវាងគណៈបកទាំងពីរអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានឆ្លើយតបចំពោះការសរសើររបស់ប្រមុខគណៈបកប្រឆាំងនៅពេលនេះថានេះជាការនិយាយការពិតដែលខុសពីមុនប្រមុខគណៈបកប្រឆាំងតែងតែនិយាយខុសពីការពិតលោកយល់ថាប្រសាសន៍របស់លោកកឹមសុខានៅពេលនេះគឺកាន់តែជំរុញឲ្យស្ថានភាពនយោបាយកាន់តែមានភាពល្អប្រសើរថែមទៀតហើយគាត់ធ្លាប់តែគាត់និយាយផ្ទុយពីការពិតឥឡូវគឺថាក្រោយពេលដែលមានការសម្របសម្រួលខាងនយោបាយក្រោយពេលដែលតុលាការបញ្ចប់នីតិវិធីរួចរាល់ហើយយើងឃើញសភាពការវាល្អហើយសភាពការល្អនេះហើយដែលធ្វើឲ្យគាត់កែប្រែមកនិយាយអំពីសច្ចធម៌នេះឯងតែតោះស្ថានភាពនយោបាយនេះដែរគេឃើញលោកកឹមសុខាចាប់ផ្ដើមមានសេរីភាពឡើងវិញរហូតចេញពីទីស្នាក់ការគណៈបកទៅចូលរួមប្រជុំសភានិងទៅសួរសុខទុក្ខអ្នកទោសនៅពន្ធនាគារក្រោយពីព្រះមហាក្សត្រព្រះរាជប្រទានលើកលែងទោសតាមសំណើរបស់លោកហ៊ុនសែនបន្តមកទៀតមេឃុំគណៈបកប្រឆាំងមកពីខេត្តកំពង់ចាមលោកសៀងចែកត្រូវបានដោះលែងដែលតុលាការទើបតែផ្ដន្ទាទោសឲ្យជាប់គុក5ឆ្នាំតាមរយៈការព្រះរាជប្រទានលើកលែងទោសពីព្រះមហាក្សត្រដែរអ្នកខ្លំមើលស្ថានភាពនយោបាយវិញម្ដងលោកបណ្ឌិតមាសនេះដែលជាអ្នកសិក្សាការអភិវឌ្ឍសង្គមយល់ថាអ្នកនយោបាយទាំងពីរគណៈបកកំពុងផ្ដល់ភាពកក់ក្ដៅឲ្យគ្នាទៅវិញទៅមកក៏ប៉ុន្តែលោកយល់ថាគណៈបកប្រឆាំងត្រូវតែតម្រង់ទិសរបស់ខ្លួនឲ្យបានច្បាស់លាស់ឃើញល្អថាល្អឃើញខុសរិះគន់ដោយមានភស្តុតាងមកបញ្ជាក់ផងខ្ញុំគិតថាវានេះជាច្រកមួយដែលសម្រាប់ដើម្បីឲ្យមានទំនុកចិត្តគ្នាឬក៏ភាពកក់ក្ដៅគ្នារវាងអ្នកនយោបាយណាព្រោះនៅស្រុកយើងខ្ញុំសង្កេតមើលពីមុនមកយើងឃើញថាការដើរទៅលើផ្លូវមួយដែលទាញយកភាពក្ដៅរៀងខ្លួនវាហាក់ដូចជាមិនបានចេញទៅណារួចណាក្រោយពេលលោកហ៊ុនសែនប្រកាសថាដៃគូសន្ទនារបស់លោកគឺលោកកឹមសុខាមិនមែនលោកសំរងស៊ីនៅពេលប្រជុំសភាកាលពីពេលថ្មីនេះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកសខេងដែលជាអនុប្រធានគណៈបកប្រជាជនកម្ពុជាបានប្រាប់ក្រុមអ្នកកាសែតថាមន្ត្រីសមាគមអាត់ហុកនិងមន្ត្រីជាន់ខ្ពស់គយជបលោកនីចារិយានឹងលើកទៅពិភាក្សានៅចុងខែធ្នូខាងមុខក្រោយការដោះលែងមេឃុំសៀងចែកចំណែកលោកកឹមសុខាបដិសេធធ្វើអត្ថាធិប្បាយទាក់ទងរឿងនេះនៅពេលក្រុមអ្នកកាសែតស្កាត់សួរលោកក្នុងពេលប្រពៃទិវាសិទ្ធិមនុស្ស10ធ្នូខ្ញុំប្រាជ្ញា អាស៊ីសេរីភ្នំពេញ